បាទជំរាបសួរពុកម៉ែអ៊ំពូមីងទាំងអស់គ្នាបាទជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះខ្ញុំមកចង់ចេញវីដេអូពីការចែករំលែកបន្តិចបន្តួចអំពីការចិញ្ចឹមកណ្ដូបពុកម៉ែបងប្អូនបាទការចិញ្ចឹមកណ្ដូបយើងនៅក្នុងស្រុកខ្មែរគឺពេញនិយមណាស់ពុកម៉ែបងប្អូនវាអាចផ្ដល់ប្រាក់ចំណូលដល់ក្រុមគ្រួសារដែលគាត់អ្នកខ្វះខាតបាទគាត់អាចរកប្រាក់ចំណូលបន្ថែមបានបាទគ្រាន់តែចិញ្ចឹមកណ្ដូបបាទហើយការចិញ្ចឹមកណ្ដូបនេះខ្ញុំចង់ណែនាំពីការរបៀបចិញ្ចឹមការថែទាំនិងដាក់ចំណីអាហារបំពន់ពុកម៉ែបងប្អូនបាទចឹងហើយចង់ឲ្យពុកម៉ែបងប្អូនចែករំលែកនៃការចេះដឹងបន្តិចបន្តួចរបស់ខ្ញុំការចិញ្ចឹមកណ្ដូបរាល់ថ្ងៃនេះជួយ share ឲ្យពុកម៉ែបងប្អូនដែលគាត់ចង់ចិញ្ចឹមដែរគាត់ចង់មានប្រាក់ចំណូលចូលបន្ថែមដល់ក្រុមគ្រួសារយើងពុកម៉ែបងប្អូនបាទឲ្យគាត់បានឃើញគាត់បានដឹងនិងគាត់ធ្វើគាត់ចិញ្ចឹមកន្លោបានប្រាក់ចំណូលបន្ថែមបច្ចេកទេសនិងទស្សនវិជ្ជាសកម្មភាពនៃការចិញ្ចឹមកណ្ដូបក្នុងទ្រុងដែលប្រជាជនខ្មែរយើងកំពុងពេញនិយមនាពេលបច្ចុប្បន្នបរិយាកាសនិងទ្រុងចិញ្ចឹមទ្រុងសំណាញ់កណ្ដូបត្រូវបានចិញ្ចឹមនៅក្នុងទ្រុងដែលព័ទ្ធដោយសំណាញ់ស្ដើងឬក៏ហៅថាមុងបាទពុកម៉ែបងប្អូនដើម្បីការពារកុំឲ្យសត្វកណ្ដូបចេញនិងការពារសត្វសត្រូវដូចជាចិញ្ចក់ចិញ្ចក់បាក់សីបាទសកាកែវសកាអីហ្នឹងពុកម៉ែបងប្អូនបាទវាមកចឹកស៊ីបាទចឹកស៊ីសត្វកណ្ដូបពុកម៉ែបងប្អូនបាទហើយពន្លឺនិងខ្យល់ទីតាំងចិញ្ចឹមហាក់ដូចជាស្ថិតនៅក្នុងកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់និងមានខ្យល់អាកាសចេញចូលល្អដែលជាលក្ខណៈនាំចាំបាច់សម្រាប់ឲ្យកណ្ដូបរស់បានស្រួលបាទហើយជាលក្ខណៈចាំបាច់ឲ្យសត្វកណ្ដូបបាទនិងកូនកណ្ដូបលូតលាស់បានលឿនពុកម៉ែបងប្អូនហើយយើងកាច់មែកឈើឬក៏ចុងឫស្សីពុកម៉ែបងប្អូនបាទស្លឹកចុងឫស្សីមកដាក់ក្នុងទ្រុងដើម្បីឲ្យកូនកណ្ដូបហើរទុំនិងផ្លាស់ទីទៅមកព្រោះកូនកណ្ដូបចូលចិត្តរស់នៅកន្លែងយ៉ាងពោះនេះគឺជាការចិញ្ចឹមកណ្ដូបតាមបែបលក្ខណៈគ្រួសារឬពាក់កណ្ដាលអាជីវកម្មដែលប្រើប្រាស់ចំណីអាហារធម្មជាតិងាយនិងមានការថែទាំដិតដល់ចំណីធម្មជាតិមានដូចជាស្លឹកចេកធាងដូងដែលមានដាក់ឲ្យកណ្ដូបស៊ីនិងសម្រាប់ជាកន្លែងឲ្យពួកវាទុំពន្លឺថ្ងៃកណ្ដូបចូលចិត្តកម្ដៅថ្ងៃគួរដាក់ទ្រុងនៅកន្លែងដែលមានពន្លឺថ្ងៃពេញចូលបានល្អយ៉ាងហោចណាស់ក៏4 ទៅ 6 ម៉ោងក្នុងមួយថ្ងៃដែរបងប្អូនដើម្បីឲ្យកណ្ដូបធំធាត់លឿនគួរដាក់ចំណីដូចជាស្មៅស្រស់ស្មៅធម្មជាតិបាទស្មៅស៊ូកាំឬក៏ស្មៅផ្អែមស្លឹកចេកស្លឹកអំពៅបាទចំនួនច្រើនមានកណ្ដូបរាប់ពាន់រាប់ម៉ឺនក្បាលកំពុងរោមស៊ីចំណីយ៉ាងកកកការរៀបចំចំណីស្លឹកទាំងនោះត្រូវបានដាក់ពង្រាយពេញទ្រុងដើម្បីឲ្យកណ្ដូបទាំងអស់អាចស៊ីបានស្មើគ្នានិងកាត់បន្ថយការដណ្ដើមគ្នាស៊ីឬក៏ខាំគ្នាព្រោះវាជួយឲ្យកណ្ដូបមានសុខភាពល្អនិងឆាប់ធំនេះបញ្ជាក់ថាការចិញ្ចឹមនេះទទួលបានជោគជ័យហើយបងប្អូនពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបាទគិតថាវីដេអូនេះគិតថាមានប្រយោជន៍ share ឲ្យបងប្អូនយើងបានដឹងម្នាក់មួយផងពុកម៉ែបងប្អូនដើម្បីគាត់មានចំណូលថ្មីបន្ថែមមួយទៀតបាទអរគុណ